ឈរនៅលើកំពូលភ្នំមើលវាលស្រែខៀវស្រងាត់ដាច់កន្ទុយភ្នែកនេះគឺជាប្រាសាទភ្នំជីសូរដែលជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានមន្តស្នេហ៍នៃខេត្តតាកែវសម្រាប់ប្រិយមិត្តដែលយល់ថាភ្នំជីសូរមានត្រឹមតែវត្តនិងកាំចណ្ដើរប្រិយមិត្តយល់ខុសហើយតោះមកស្ដាប់ប្រវត្តិដ៏អស្ចារ្យទាំងអស់គ្នាទីតាំងស្ថិតនៅលើកំពូលភ្នំជីសូរក្នុងឃុំរវៀងស្រុកសំរោងខេត្តតាកែវមានចម្ងាយប្រមាណ62គីឡូម៉ែត្រខាងត្បូងរាជធានីភ្នំពេញកម្ពស់ភ្នំនេះមានកម្ពស់ប្រមាណ130ម៉ែត្រប្រវត្តិសាស្ត្រនិងការកសាងកាលបរិច្ឆេទកសាងប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងសតវត្សទី11ដើមសម័យអង្គរព្រះមហាក្សត្រកសាងដោយព្រះបាទសូរ្យវរ្ម័នទី1ដែលជាព្រះមហាក្សត្រដ៏មានអំណាចនៅក្នុងសម័យអង្គរសករាជ1002រហូតដល់1050ព្រះបាទសូរ្យវរ្ម័នទី1បានកសាងនៅប្រាសាទឯកភ្នំខេត្តបាត់ដំបងបន្ទាប់មកក៏បានកសាងនៅប្រាសាទភ្នំជីសូរប្រាសាទទាំងពីរនេះត្រូវបានកសាងឡើងមុនប្រាសាទអង្គរវត្តទៅទៀតសម្រាប់សាសនានិងការប្រតិបត្តិប្រាសាទនេះត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាហិណ្ឌូដោយថ្វាយចំពោះព្រះឥសូរនិងព្រះសិវៈឈ្មោះដើមនៅក្នុងសម័យបុរាណប្រាសាទនេះមានឈ្មោះថាស្រីសូរ្យបពតស្រីសូរ្យគិរីដែលប្រែថាភ្នំរបស់ព្រះបាទសូរ្យវរ្ម័នស្ថាបត្យកម្មនិងលក្ខណៈពិសេសសម្ភារៈកសាងសង់អំពីថ្មភក់ថ្មបាយក្រៀមនិងឥដ្ឋប្លង់និងទិសប្រាសាទសាងសង់បែរមុខទៅទិសខាងកើតតម្រង់ទៅរកទន្លេបាទីនិងទន្លេបាសាក់មានផ្លូវដើរចុះតាមកាំចណ្ដើរប្រវែងវែងពីកំពូលភ្នំចុះទៅដល់ប្រាសាទខាងក្រោមប្រាសាទសែនភូវាំងនិងប្រាសាទសែនរវាំងនិងទល់នឹងស្រះបុរាណទន្លេសំណង់បន្តនៅសម័យក្រោយៗមកមានការប្រែប្រួលសាសនាមកជាព្រះពុទ្ធសាសនាដោយមានការកសាងវត្តអារាមនៅក្បែរប្រាសាទបុរាណនោះតែម្ដងទោះបីជាដើមឡើយប្រាសាទនេះកសាងឡើងដើម្បីព្រហ្មញ្ញសាសនាក៏ដោយប៉ុន្តែនៅសម័យក្រោយៗមកដោយសារឥទ្ធិពលនៃព្រះពុទ្ធសាសនាផ្សព្វផ្សាយយ៉ាងទូលំទូលាយប្រាសាទភ្នំជីសូរបានផ្លាស់ប្ដូរទៅជាទីសក្ការៈបូជាខាងព្រះពុទ្ធសាសនាវិញបច្ចុប្បន្នភាពមានវត្តអារាមនិងព្រះពុទ្ធរូបជាច្រើនត្រូវបានតម្កល់នៅទីនោះធ្វើឲ្យក្លាយជាទីកន្លែងសក្ការៈបូជាប្រតិបត្តិព្រះធម៌និងជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏សំខាន់ទីតាំងឃុំរវៀងស្រុកសំរោងខេត្តតាកែវកម្ពស់ភ្នំប្រមាណ130ម៉ែត្រកាំចណ្ដើរមានប្រមាណ390កាំភ្នំជីសូរមិនត្រឹមតែជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃដែលបន្សល់ទុកដោយបុព្វបុរសខ្មែរប៉ុណ្ណោះទេប៉ុន្តែក៏វាជាកន្លែងដែលផ្ដល់នូវទិដ្ឋភាពធម្មជាតិដ៏ស្រស់ស្អាតស្រស់ត្រកាលនិងខ្យល់អាកាសបរិសុទ្ធផងដែរប្រសិនបើបងប្អូនឬមិត្តភ័ក្តិមិនទាន់បានទៅដល់កុំភ្លេចរៀបចំដំណើរកម្សាន្តទៅកាន់ភ្នំជីសូរទាំងអស់គ្នា